ប្រធានបទលើកនេះនិយាយពីសកម្មភាពខ្លួនឯងនិងសកម្មភាពរបស់អ្នកដទៃព្រោះវាតកតងខ្លាំងទៅក្នុងទំនាក់ទំនងខ្ញុំសង្កេតឃើញជាក់ស្ដែងទៅនៅក្នុងទំនាក់ទំនងណាមនុស្សយើងតែងតែមានភាពល្អខុសគ្នាដោយសារតែយើងមើលសកម្មភាពអ្នកដទៃច្រើនជាងមើលសកម្មភាពខ្លួនឯងមិនបាននិយាយថាអញ្ចឹងនៅក្នុងសម័យមើលដូចយើងមានមិត្តភ័ក្តិមួយគ្នាយើងអន់ចិត្តមួយមិត្តភ័ក្តិយើងណាដោយសារតែយើងមើលទង្វើសកម្មភាពរបស់មិត្តភ័ក្តិយើងនឹងអត់សមស្របប៉ុន្តែយើងអត់បានគិតថាតើសកម្មភាពយើងយ៉ាងម៉េចយើងរវល់មើលសកម្មភាពរបស់គាត់ច្រើនជាងសកម្មភាពរបស់យើងអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍អត់សប្បាយចិត្តអត់ពេញចិត្តព្រោះជាទូទៅបើសិនយើងស្រឡឹងរកចាប់កំហុសវាតែងតែមានទេមនុស្សណាក៏ដូចមនុស្សដែរអានឹងយើងនិយាយទំនាក់ទំនងជាមួយមិត្តភ័ក្តិហើយបើទំនាក់ទំនងមួយម៉ែមួយកូនចៅក៏ដូចគ្នាដែរនៅពេលដែលយើងខ្វល់ថាអូម៉ែអញគួរធ្វើអញ្ចេះដើម្បីអញគួរធ្វើអញ្ចេះគួរធ្វើអញ្ចេះពេលហ្នឹងយើងមើលឃើញសុទ្ធតែជាចំណុចដែលអត់ល្អរបស់ម៉ែតែយើងអត់បានគិតវិញថាតើយើងកូនចៅគួរតែធ្វើអីយើងអត់ដែលបានគិតដោយសារតែយើងរវល់ខ្វល់លើមេហ្នឹងអញ្ចឹងធ្វើយើងអត់សុបាយចិត្តទេចំណែកមេក៏ដូចគ្នាដែរនៅពេលដែលខ្វល់តែរឿងទង្វើនិងសកម្មភាពរបស់កូនចៅឃើញសិតតែចំណុចអាក្រក់ចំណុចអត់ល្អរបស់កូនចៅគួរតែធ្វើអញ្ចេះគួរតែធ្វើអញ្ចេះតែខ្លួនឯងជាមេអត់បានគិតថាតើខ្លួនឯងគួរធ្វើម៉េចទេអត់បានមើលទង្វើរបស់ខ្លួនឯងសកម្មភាពរបស់ខ្លួនឯងរាល់ថ្ងៃហ្នឹងតើខ្លួនឯងធ្វើនឹងយ៉ាងម៉េចដែរទេអត់ដែលបានគិតអាហ្នឹងដែលនាំឲ្យមានបញ្ហាហើយទង្វើទាំងអស់ហ្នឹងគឺវាតែងតែមានបញ្ហារហូតជានិច្ចនៅពេលណាដែលយើងអត់បានគិតខ្លួនឯងសូម្បីតែឪពុកម្ដាយមួយកូនក៏ដូចគ្នាដែរនៅពេលដែលឪពុកម្ដាយអត់ដែលបានគិតថាតើខ្លួនឯងគួរធ្វើអីតែវល់តែគិតថាតើកូនគួរធ្វើអីខុសតែប៉ុណ្្នឹងមានអារម្មណ៍ថាពិបាកចង់និយាយថាអត់ចុះសម្រងមួយគ្នាគិតថាកូនគួរតែធ្វើអញ្ចឹងគួរតែគ្រប់ម៉ែឪគួរតែស្អីអីចឹងស្ដាប់ប្រកបអីចឹងប៉ុន្តែមើលមកទង្វើរបស់ឪពុកម្ដាយវិញអត់ផ្ដល់ពេលវេលាឲ្យកូនអញ្ចឹងទៅម្ដាយណែនាំព្រៀងម្ដៅមួយកូនម្ដាយលេងមួយកូនម្ដាយអីចឹងធ្វើឲ្យទំនាក់ទំនងឆ្ងាយពីគ្នាអត់សូវស្និទ្ធអីចឹងណាអត់សូវជួយដោះស្រាយបញ្ហាកូនអត់សូវជួយស្ដាប់គំនិតយោបល់កូនអីចឹងទៅអញ្ចឹងធ្វើឲ្យមានបញ្ហាទៅហើយកូនក៏ដូចគ្នាដែរនៅពេលណាដែលកូនរវល់មើលប៉ាមើលមកម៉ែឪហ្នឹងប៉ាខ្ញុំគួរតែចេះដើម្បីខ្ញុំម៉ែខ្ញុំគួរធ្វើចេះដើម្បីខ្ញុំអីចឹងណាអត់បានគិតថាតើទង្វើខ្លួនឯងជាកូនគួរធ្វើអីរវល់មើលទៅទង្វើរបស់ម៉ែឪអញ្ចឹងធ្វើឲ្យវាតំណាក់តំណងនោះវាអត់ល្អមួយគ្នាណាមានអារម្មណ៍ថាអត់សុបាយចិត្តជាមួយគ្នាទេហើយប្តីប្រពន្ធក៏ដូចគ្នាដែរនៅពេលណាដែលប្តីរវល់គិតថាប្រពន្ធគួរធ្វើអីដើម្បីខ្លួនឯងថាអមថាប្តីតែធ្វើការយ៉ាងប្តីធ្វើការហត់ចេះគិតថាប្រពន្ធគួរទៅនៅផ្ទះបោសផ្ទះស្មាតផ្ទះព្រោះប្រពន្ធអត់បានជួយរកអីទេប្រពន្ធគួរធ្វើនេះប្រពន្ធគួរធ្វើនោះអីចឹងទៅអញ្ចឹងប្តីធ្វើការហត់អីចឹងទៅប្តីត្រូវការទៅខាងក្រៅកាត់ stress ខ្លះជួបមិត្តភ័ក្តិផឹកស៊ីខ្លាយចឹងទៅប្រពន្ធគ្មានធ្វើអីផងនៅតែផ្ទះមានអីហត់ព្រោះរវល់គិតតែរឿងការងារតែអ្វីដែលប្រពន្ធគួរធ្វើភ្លេចគិតតែខ្លួនឯងជាប្តីគួរធ្វើអីទៅអញ្ចឹងធ្វើឲ្យមានអារម្មណ៍មួយគឺអន់ចិត្តនៅពេលដែលប្រពន្ធអត់បានធ្វើដូចចិត្តខ្លួនឯងយើងអន់ចិត្តអញ្ចឹងណាមានអារម្មណ៍ខឹងអីចឹងទៅហើយប្រពន្ធក៏ដូចគ្នាដែរនៅពេលណាដែលគាត់ភ្លេចគិតថាគាត់ត្រូវធ្វើអីអ្វីដែលគាត់ត្រូវធ្វើតែគាត់រវល់ល្មើការងារប្តីថាតើប្តីគួរធ្វើអីគាត់គិតថាការងារប្តីគួរធ្វើអីប្តីគួរតែនេះចឹងយកចិត្តយកថ្លៃប្រពន្ធត្រូវលួងប្រពន្ធខឹងត្រូវតាមលួងគ្រប់ពេលអីចឹងណាត្រូវយកចិត្តយកថ្លើមមួយប្រពន្ធអីចឹងគ្រប់បែបគ្រប់យ៉ាងដល់ពេលគាត់អត់បានអញ្ចឹងគាត់ឃើញប្តីគាត់ខុសពីអ្វីដែលគាត់គិតនឹងធ្វើគាត់អត់សុបាយចិត្តហើយធ្វើគាត់មានអារម្មណ៍ខឹងមានអារម្មណ៍តែវាថាអន់ចិត្តណាអញ្ចឹងកាលណាតែយើងរវល់ស្រឡឹងមើលគេមើលទាំងទង្វើរបស់គេផ្សេងទៅវាធ្វើឲ្យយើងមានអារម្មណ៍អន់ចិត្តដោយអត់ដឹងខ្លួននេះអញ្ចឹងគ្រាន់តែដូរមកវិញយើងកុំខ្វល់ថាគេធ្វើអីតែអ្វីដែលយើងត្រូវធ្វើវិញធ្វើតែការងារណាដែលយើងត្រូវធ្វើនឹងឲ្យល្អបំផុតទៅពេលហ្នឹងអាភាពអន់ចិត្តណានឹងត្រូវកាត់បន្ថយអញ្ចឹងយើងជានរណាគេដំបូងយើងត្រូវដឹងថាយើងជានរណាគេសិនបន្ទាប់មកយើងដឹងថាតើការងារអីខ្លះដែលស្ថិតនៅក្រោមទំនួលខុសត្រូវរបស់យើងហើយការងារខ្លះដែលយើងគួរតែធ្វើបន្ថែមអញ្ចឹងយើងបំពេញការងារទាំងអស់ហ្នឹងឲ្យបានល្អបំផុតទៅពេលហ្នឹងអាភាពអន់ចិត្តរបស់យើងក៏វាកាត់បន្ថយដែរព្រោះកាលណាតែយើងអន់ចិត្តយើងសុបាយចិត្តដៃគូរបស់យើងទោះបីគាត់អន់ចិត្តគាត់ខឹងគាត់អីមិនក៏គាត់រៀងមានអារម្មណ៍សុបាយចិត្តឡើងវិញដែរជាទូទៅមនុស្សយើងណាអារម្មណ៍វាឆ្លងគ្នាបើសិនជាដំណឹងមានណាមួយដែលឆេវឆាវអ្នកនៅក្បែរគាត់ក៏ទទួលអារម្មណ៍នៃភាពឆេវឆាវស្តៀងគ្នាយ៉ាងដែរឆ្លងណាឆ្លងតាមគ្នាប៉ុន្តែបើសិនមានម្នាក់ត្រជាក់ខ្លាំងចឹងអ្នកផ្សេងជុំវិញនឹងចាប់ដើមឆ្លងតិចម្ដងតិចយូរទៅជាមនុស្សអ្នកដែលតិចដូចគេដូចឯងដែរអញ្ចឹងវាតកតងពីការគិតហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបដូរចាប់ពីថ្ងៃទៅណាបើចង់ឲ្យខ្លួនឯងទៅជាមនុស្សអ្នកដែលប្រសើរមានន័យថាបើមេល្អបើកូនចៅល្អបើសិនជាឪពុកល្អបើសិនជាម្ដាយល្អបើសិនជាកូនល្អបើសិនជាគ្រូល្អបើសិនជាសិស្ស
សិស្សល្អបើសិនជាពលរដ្ឋល្អអញ្ចឹងណាអញ្ចឹងអ្វីដែលត្រូវធ្វើគឺគិតមើលអ្វីដែលខ្លួនឯងត្រូវធ្វើមិនមែនទៅរវល់ថាគេគួរធ្វើអីទេប៉ុន្តែគិតថាខ្លួនឯងត្រូវធ្វើអីវិញហើយធ្វើឲ្យបានល្អបំផុតនៅពេលដែលយើងរវល់ជាមួយខ្វល់មួយខ្លួនឯងយើងអត់បានខ្វល់ទៅថាគេធ្វើអីពេលហ្នឹងអាភាពអន់ចិត្តអាភាពមិនសប្បាយចិត្តរបស់យើងនឹងថយចុះអញ្ចឹងយើងនឹងខ្លាចជាមនុស្សអ្នកដែលរីករាយហើយទៅសកម្មភាពការងាររបស់យើងនឹងប្រសើរអញ្ចឹងវាធ្វើឲ្យយើងខ្លាចជាមនុស្សអ្នកដែលរីករាយដែលសប្បាយចិត្តអាចនិយាយថាជាមនុស្សអ្នកដែលមានទំនាក់ទំនងល្អជាមនុស្សអ្នកដែលគេចូលចិត្តផ្សាយផ្គប់ជាមនុស្សអ្នកដែលគេស្រឡាញ់ច្រើនហប់អានច្រើនអញ្ចឹងណាអញ្ចឹងជាបុមេល្អអញ្ចឹងណាប្តីក៏ប្តីល្អប្រពន្ធក៏ប្រពន្ធល្អទៅតាមនឹងដែរអញ្ចឹងយើងគួររៀនធ្វើអញ្ចឹងទៅហូចបើសិនយ៉ាងនិយាយថាបើសិនយើងធ្វើអញ្ចឹងហើយនៅតែគេមិនពេញចិត្តទៀតអាហ្នឹងជារឿងរបស់គេទេយើងកុំខ្វល់ទៅរឿងរបស់យើងទៅបានហើយព្រោះអាយុជីវិតមនុស្សខ្លីណាស់ខ្លីណាអញ្ចឹងបើយើងរវល់ខ្វល់រឿងគេពេកវាជាការខ្ជះខ្ជាយពេលវេលានៃអាយុជីវិតយើងណាអញ្ចឹងយើងរៀនរស់ជាមួយនឹងអាយុជីវិតដែលយើងមានហ្នឹងណាឲ្យវាបានប្រសើរបំផុតកុំឲ្យមានអារម្មណ៍ថាខ្ជះខ្ជាយគឺរស់នៅជាមួយនឹងភាពរីករាយបាទអញ្ចឹងខ្ញុំសង្ឃឹមថាគំនិតយោបល់ហ្នឹងអ្នកទាំងនេះអាចយកទៅគិតពិចារណាហើយយកទៅអនុវត្តចូលក្នុងជីវិតទៅដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតបាទសូមអរគុណ